បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានខៅសូនគឺបានឲ្យដឹងថានៅភាគីខាងថៃនោះគឺមានក្រុមប្រើប្រាស់បណ្ដាញសង្គមរបស់ពួកគេរៀបចំនៅប្រព័ន្ធសម្លេងឃោសនាស័ព្ទហ្នឹងមកទៀតហើយគឺមកភូមិនៅខាងភាគីថៃនៅភូមិបាននងច័ន្ទនៅខាងកម្ពុជាគឺព្រៃច័ន្ទនៅក្នុងខេត្តស្រះកែវគឺពួកគេមកដល់នៅរសៀលថ្ងៃសុក្រនេះគោលបំណងរបស់គេគឺនឹងរៀបចំចាក់ឯកសារហើយនឹងភ្លេងដទៃផ្សេងទៀតដើម្បីដំឡងទៅដល់ពលរដ្ឋកម្ពុជាដែលរស់នៅទីនោះគឺការរៀបចំនេះគេមានគម្រោងចាក់ពេញមួយថ្ងៃតែម្ដងបានន័យថាពីព្រឹកទល់ល្ងាចដល់យប់តែម្ដងដោយមានសកម្មភាពនេះនឹងចាប់ផ្ដើមពីថ្ងៃទី17រហូតដល់ថ្ងៃទី19ខែតុលានេះបាទគឺពេញមួយចុងសប្ដាហ៍រីឯខាងក្រសួងព័ត៌មានរបស់កម្ពុជាវិញក៏បានថតបានរូបភាពនេះពីទឹកដីរបស់ប្រទេសកម្ពុជាគឺបានន័យថាពួកគេមកដល់ហើយពីខាងកម្ពុជាវិញគឺក្រសួងព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោង 5:30 នាទីល្ងាចថ្ងៃទី17ខែតុលាឆ្នាំ2025នេះបាទថៃចាប់ផ្ដើមចាក់សម្លេងមេក្រូចំនួន4ឡានធំតម្រៀបគ្នានឹងមានសម្លេងឮខ្លាំងបាទឮខ្លាំងហើយនៅទល់មុខភូមិជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅដើម្បីបន្តរំខានបងប្អូនពលរដ្ឋជាថ្មីទៀតហើយបើយោងតាមប្រភពគឺកម្រិតសម្លេងដែលចេញពីឧបករណ៍នេះអាចឮខ្លាំងជាងឧបករណ៍បំពងសម្លេងដែលគេប្រើប្រាស់កាលពីយប់ថ្ងៃទី10ដល់ថ្ងៃទី13ខែតុលាឆ្នាំ2025ដែលបង្កឲ្យមានការរិះគន់ជំទាស់អំពីការបំផិតបំភ័យនិងការយាយីរំខានផ្លូវចិត្តដែលជាទម្រង់នៃការធ្វើទារុណកម្មមួយដែលត្រូវបានពិភពលោកប្រឆាំងតាមរយៈអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មបាទនេះគឺជាព័ត៌មានពីខាងភាគីកម្ពុជាដែលបានឲ្យដឹងបាទអញ្ចឹងព័ត៌មានប៉ុណ្នេះគឺត្រូវបាទដាក់បន្ថែមទៀតថាប្រមាណ decibel បាទ decibel គឺនៅក្នុងតាមធម្មតាសំឡេងដែលយើងអាចទទួលបានហ្នឹងគឺដូចខ្ទង់ប្រហែលជា20-30 decibel ទេបាទ decibel ហ្នឹងគឺជារង្វាស់នៃសំឡេងឧទាហរណ៍ដូចជានៅក្នុងសំឡេងបាញ់កំភ្លើងដៃយើងមួយហ្នឹងកំភ្លើងដៃមួយហ្នឹងគឺដូចជាវាជាងដូចជា150ឬក៏ទៅ140 decibel បាទទៅតាមប្រភេទគ្រាប់ណាអញ្ចឹងបើក្នុងពេលហ្នឹងគឺអាចបែកกระดาษតិចហើយអញ្ចឹងបានគេបាញ់កំភ្លើងគេឲ្យចូលក្នុង range គេឲ្យពាក់អាកាសដើម្បីទប់กระดาษតិចដូច្នេះបើសិនជាមានការវាស់បើទៅពី60 decibel ឡើងគឺជាការមួយដែលរំខានដល់กระดาษតិចណាអាហ្នឹងបាទបើសិនជាមានការវាស់ស្ទង់សំឡេងរលកសំឡេងនឹងទៀតអាហ្នឹងបានកាន់តែច្បាស់ថែមទៀតណាបាទ